និយាយពីការជួបជុំគ្នាផងយួរដៃឡើងលើដើម្បីឲ្យយើងដឹងទឹកទីខ្ញុំនិយាយទឹកទី1ទី2ខ្ញុំវាយបច្ចេកទេសខ្ញុំឡើងជន់ថ្នាក់ពុះដូងពុះអីខ្ញុំឈ្នះហើយដឹងដល់ពេលខ្ញុំចង់បដូរចូលមកគ្រប់ដឹងដៃខ្ញុំព្រួយខ្ញុំទុកបីខ្ញុំខំមកគាត់ចឹងគាត់ធ្វើអាខាងនោះដៃលើអានេះចុះដល់ពេលឈឺវិញធ្វើអីចេះចូលទឹកទី5គូពេទ្យអីអ្នកកម្មការមិនដៃរួយមិនមើលលើកដៃរួយលើកចឹងមកមិនលើកតែមួយចឹងណាលើកសាពីរទៀតហើយក៏បញ្ចប់ទឹកទី5ហ្នឹងទៅកីឡាករកាលនោះសម័យនោះឲ្យតែក្រុមឲ្យតែជួយគ្រូមកក្នុងបាច់ចិត្តបានទាំងគុំទាំងតាភៈទាំងហ៊ុនសាកូនសិស្សខ្ញុំដល់ហ្នឹងទាំងធនតាភៈសាកូនសិស្សមកតាមពិតបឺតខំនេះដំបូងខ្ញុំឃើញថាតារាបាល់ទាត់មួយបេកខំតែតារាថៃមួយទៀតបឺតធំឆៃនឹងបឺតធំឆៃហ្នឹងដាក់បឺតមួយអីមួយទៀតអត់ពីបឺតខំទៅបេកខំបឺតសំខាន់បឺតខំបឺតសម្រាប់បឺតសំណប់ស្រាប់តែខ្ញុំដាក់ឈ្មោះឲ្យកាត់រោនេះមើលដូចនេះបឺតខ្ញុំដំបូងអនដល់ខ្ញុំឡើងបានរយៈពេលក្នុងឆ្នាំ2000ជាងនេះបឺតខ្ញុំបាទពេលលឺសូក៏បឺតខំនិយាយដែរថាក្រោយពេលនោះវាយចាញ់វ៉ាន់វឿនយកពេកគាត់បញ្ចូលសិលល្មិចទេមរតកក្បាច់គុណខ្មែរឧបត្ថម្ភផ្ដាច់មុខដោយកៅអៀកយិនសិនយ៉ាងធាសហការឧបត្ថម្ភដោយសាប៊ូកក់សក់ UWELL ស្ករគ្រាប់សម្រក់រាង Slim Me សាប៊ូអនាម័យ Me 18 ជក់ចិត្តណាស់នៅពេលបានទៅជែកជាមួយនឹងជើងចាស់ដែលឆ្លងកាត់នៅជីវិតលើសង្វៀនប្រដាល់ជាច្រើនរបស់លោកគ្រូឡុងសាឡវ័នបាទនៅភាគមុនយើងបានស្ដាប់នៅកន្ទុយភាគបន្តិចអំពីការប្រកួតជាមួយលោកគ្រូអេពូថងដែលលោកគ្រូបាក់ដៃប៉ុន្តែមុននឹងដល់រឿងហ្នឹងខ្ញុំសូមឲ្យលោកគ្រូរៀបរាប់បន្តិចពួកអាកាលដែលមកដល់ភ្នំពេញហ្នឹងមិនស្រួលប្រហែលនេះឆ្នាំ90ជាងទស្សនភាពទីក្រុងហើយការដេកពួននេះមិនស្រួលប្រហែលនេះបាទបើនិយាយរឿងទស្សនភាពកាលពីឆ្នាំ92ខ្ញុំមុននឹងមកទីក្រុងភ្នំពេញនេះកាលនោះខ្ញុំមិនដឹងថាសៃវៀនអីណានេះខ្ញុំឃើញសៃវៀននៅខេត្តបាត់ដំបងខ្ញុំជិះកង់ទៅជួនកាលខ្ញុំជិះរមាក់ទៅជួនកាលខ្ញុំហ្វឹកហាត់រត់ពីផ្ទះនៅស្វាយកង់ទៅដល់ក្រុងហើយរត់1គីឡូប្រហែលជាយើងទៅប្រហែលជា8គីឡូមកវិញ8គីឡូ6 10គីឡូរត់ទៅវាយរត់ទៅហាត់ផងរត់ទៅវាយផងហ្នឹងហើយកាលនោះបាក់ហ្នឹងខ្ញុំជិះឡានអាគេដឹកដឹកស៊ីម៉ាឡានកាម៉ាស់ហ្នឹងសុំគេជិះអស់លុយតិចបាទរំមកដល់យប់បងចុះផ្លូវកាលនោះបាយហ្នឹងបានមកដល់ហើយក្រុងភ្នំពេញហើយស្តាតនោះមិនទាន់រៀបចំស្អាតបានដល់ទៅមានតែកសែងមួយក្រាលដេកទៅមុខខំដល់កមួយគេមួយឯងហ្នឹងបាទវាការសម័យនោះវាមិនទាន់ជឿនលឿនហើយកីឡាក៏មិនទាន់មានសម្លៀកបំពាក់ល្អដែរការសម័យហ្នឹងទេឥឡូវលឺសូពេលខ្លះកីឡាករពេលខ្លះនៅដេកអនុបណ្ណាលកងកាលដែរពេលវាយថ្នាក់ជាតិហ្នឹងអត់ទេឥឡូវគាត់បើហើយសម័យ digital អូខេបាទឥឡូវជួបនិយាយពីការជួបជាមួយគ្រូអេវថងយួរដៃឡើងលើដើម្បីឲ្យយើងដឹងទឹកទីខ្ញុំនិយាយទឹកទី1ទី2ខ្ញុំវាយបច្ចេកទេសខ្ញុំឡើងជន់ថ្នាក់ពុះដូងពុះអីខ្ញុំឈ្នះហើយដឹងដល់ពេលខ្ញុំចង់បដូរបាទទឹកទី3ខ្ញុំទៅធ្ងន់ប៉ុន្តែខ្ញុំដឹងខ្លួនឯងថាខ្ញុំឈ្នះអញ្ចឹងបាទខ្ញុំស៊ូចូលទឹកទី4មកចូលមកគ្រប់ដឹងដៃខ្ញុំព្រួយហ្នឹងទុកបីខ្ញុំខំមកគាត់អញ្ចឹងគាត់ធ្វើអាខាងនោះដៃលើអានេះចុះដល់ពេលឈឺវិញធ្វើអីចេះហើយដល់ពេលកាលនោះញ៉ាកដាគ្រូខាត់ផិនបាទគាត់ដឹងទៀតដល់ពេលជាប់ទឹក4ពុបចូលទឹកទី5គ្រូពេទ្យអីអ្នកកម្មការមិនដៃរួយមិនមើលលើកដៃរួយលើកចឹងហ្មងមិនលើកតែមួយចឹងណាលើកសាពីរចេះហើយក៏បញ្ចប់ខ្ញុំទឹកទី5ហ្នឹងទៅជំនាន់នោះគ្រូអីខ្លាំងកាលនោះវាដូចជាតែបញ្ជាមិនអីប្រហែលដែរដោយសារយើងមានឧបតិហេតុវារឿងរ៉ាវពីមុនមកដែរណាបាទអញ្ចឹងក្នុងការប្រកួតហ្នឹងក្នុងម៉ោងហ្នឹងថ្ងៃហ្នឹងលើកពេលវេលាអានេះខ្ញុំនិយាយរឿងខ្ញុំគាត់ថាចាញ់ខ្ញុំគាត់ថាចាញ់ហើយតាមបច្ចេកទេសតែខ្ញុំគិតរឿងថាផ្លូវក្នុងមួយផ្លូវក្នុងតាមទំនាយខ្ញុំមកអញ្ចឹងថាខ្ញុំមុននឹងប្រកួតខ្ញុំកាលហ្នឹងយើងម៉ែអីមើលដែរ
ថាអូនឯងក្នុងរង្វង់ម៉ោង5កន្លះអូនឯងប្រកួតបានតែហួសម៉ោងហ្នឹងអូនឯងមានគ្រោះថ្នាក់អីមួយហើយ អូ ហ្នឹង បាទបាទ អញ្ចឹងបើក្នុងម៉ោងហ្នឹងខ្ញុំចាំរងចាំគណៈធិបតីទី1ដាច់ពុកដល់ពេលដាច់ពុកអត់ឃើញអាដាមកៅយ៉ានមកអញ្ជើញមកទស្សនាហ្នឹងទៅបានប្រកួតចាំបាត់ចាំពេលដែលត្រូវប្រកួតដល់អញ្ចឹងទៅអត់ដល់ពេលកាលនោះគឺលីគេលើកស្នែងអីលាក់លើស្វាលើអីហ្នឹងកាលហ្នឹងជុំមួយគួរអីមកដល់ម្ដងកូនហ្នឹងម្ដងហ្នឹងគួរអីធ្លាប់ទាត់គ្រូជុតសេរីបាក់ដៃតំណងដែរមិនធ្លាប់ប៉ះមួយជុតសេរីដូចមកជុតជន់ថងដូចកាលហ្នឹងដូចឃ្លាតគ្នាខុសគីឡូគ្នាផងអត់ទេគីឡូបាក់បែរគ្នាទេប៉ុន្តែដូចវៀងគ្នាកាលហ្នឹងសម័យហ្នឹងមានគុំគួនជុតសេរីហុកអត់ទៅបែរអត់ទៅគីឡូទេបើអត់ទៅគីឡូពេលគីឡូហុកបើចាំ3ឡើងខ្ញុំ57ហុកគុណទេបាទហើយយកដល់ពេលគ្រូនួនបរមមិនធ្លាប់ប៉ះនួនបរមប៉ះម្ដងដេកមួយគ្នាហ្នឹងអង្គុយមើលមុខមួយគ្នាហ្នឹងខ្ញុំមកចោលគីឡូហើយនួនបរមមិនចោលគីឡូណាគាត់ស្ដាងដេកបន្ទប់មួយគ្នាតែយ៉ាងខ្ញុំមកញ៉ែហើយគេគ្រូនួនបរមដែរ9 8ពេញកាលហ្នឹងវិច័យដនកាលហ្នឹងបច្ចេកដេញរៀបគូរៀបពូល A ពូល B អញ្ចឹងនៅពូលមួយគ្នាហើយបើមិនវាយបើយើងវាយឈ្នះនោះព្រមយើងឡើងតែបើនោះព្រមមកបើចាញ់យើងក៏ធ្លាក់អញ្ចឹងវាយមិនស្អីដេកមើលមុខខ្ញុំមកចោះគីឡូដល់ខ្ញុំដែរវាយ54ណាខ្ញុំ57 60កាលនោះសម័យនោះមិនទៅយើងអត់មានអាវសម្រស់អាវក្នុងយកតែអាវក្រាស់ពាក់ហាត់មួយថ្ងៃ3ដងរត់ចដៅអូឡ িম্প ិកមក2 ដបរត់ចោះរត់ឡើងរត់បាន5 10ដងរត់តែមកផ្ទះមើលគីឡូហ្នឹងដូនតាក់ថាកីឡាគឺជាការហាត់ពុតលុតដំឲ្យបានច្រើនបានខ្លាំងនេះឲ្យពុតលុតដំមែននួនរំមើលឃើញខ្ញុំរៀងខ្សោយកម្លាំងបានវាយគ្នាទេចូលតែបោកតែគ្នាហ្នឹងដឹងខ្ញុំវាយនួនរំចូលឡានេះក្រឹបដឹងខ្លួនឈឺអត់ហ៊ានឈោមួយគ្នាវាយទេនួនរំរត់តែឃ្លេចាប់បោកបានវាយទេគាត់ដឹងយើងបោកមានអីបានអស់លីងហើយបោក3ភីងតើបានជាប់ទឹក5ចាញ់មកទូនោះរំខ្ញុំថាហូរចិត្តមកនោះរំជប់ប៉ះម្ដងហ្នឹងហើយតាមម្ដងហើយគ្រូធ្លាក់គ្រូនោះរំឡើងទៅហ្នឹងកាលហ្នឹងពីរង្វាន់ ABC បាទអូខេជិះជួម្ដងគ្រូនោះរំយកចុះគ្រូខ្លាំងដែលល្បីទៅសប្តាហ៍ថ្ងៃធ្លាប់ជួបដល់គេទៀតគ្រូបីសិតតែក្មេងល្បីបច្ចុប្បន្នដល់ពេលមួយចាប់ពីនោះទៅចាស់ជិះកសសាប់អូនទាំងអស់ឡើងបងសាប់អូនហ្នឹងបាទសេរីខ្ញុំសម័យបកសេរីហេមគឹមដែរគឹមមកក្រៅមកខ្ញុំបង្ការខ្ញុំបាទគឹមហើយដល់ពេលខ្ញុំវាយកូនសិស្សខ្ញុំដែរហ្នឹងហើយសាយ៉ានវាយកូនសិស្សដែរហ្នឹងសាយ៉ានកូនសិស្សគ្រូជិតរីហ្នឹងហើយដល់ពេលអញ្ចឹងសម័យបាច់ប៉ុនមានតែអេមួយថងនួនបរមនេះបាទមានក្លឹបបើកបដាសម័យបាទអូអញ្ចឹងទៅចឹងការបញ្ចប់អាជីពចុងក្រោយបំផុតរបស់លោកគ្រូនៅឆ្នាំ98ចប់ចុងក្រោយបំផុតហ្នឹងនៅក្នុងការប្រកួតបែបណាទៅលោកគ្រូកាលហ្នឹងពានរង្វាន់សម្ដេចអគ្គសេនាធិបតីហ៊ុនសែនបាទហើយក៏បញ្ចប់តាមនឹងទៅតែបញ្ចប់ខ្ញុំនៅលួចទៀតលួចថែខ្លួនថែសាច់សាកល្បងទៀតល្បងភាសាល្បងដៃតាមខេត្តតាមដៃអត់អីទេកុំវិញមិនដូចជង្គង់ទេកុំវិញដាច់សណាញ់ដាច់អីអស់ហើយហ្នឹងអញ្ចឹងទៅអត់ពួយទេខូចជង្គង់ផងដៃក៏ជើងមួយកាដៃមួយកាទៅរួចឈប់ភ្លៀងកីឡាករកាលនោះសម័យនោះឲ្យតែខ្ញុំឲ្យតែធ្វើគ្រូមករត់មកសម័យនោះខ្ញុំដាច់ចិត្តបានទាំងឈប់ចន្ទភៈទាំងហ៊ុនសែនសាកូនសិស្សខ្ញុំដល់ហ្នឹងទាំងធនសុភាសាកូនសិស្សអញ្ចឹងកាលនោះយើងមកនិយាយហ្នឹងសប្បាយដែរខ្លួនកាលនោះគ្រូវ័យក្មេងសម័យហ្នឹងអញ្ចឹងកីឡាករគ្រប់បាច់ឋានមករត់រោបាទរហូតដល់បច្ចុប្បន្នខ្លះគេធ្វើការខ្លះធ្វើគ្រូដាក់កម្មការហើយដូរពីមួយកន្លែងទៅមួយកន្លែងហ្នឹងដូរសិស្សដូរអីមកតាំងពីលងបានធនបើនិយាយសិស្សសប្ងៃ3សម័យបាទ3យុគសម័យលងបានធនជរៀនកសលលងបូឡាលងជ័យផលលងជ័យបានខ្សែវត្តមុនគេខ្សែវត្តអន្តរជាតិលងជ័យផលនឹងសម័យហ្នឹងបន្តបោកទៀតបានស៊ីបឺតខំបឺតសំខាន់ហ្នឹងបឺតខំសំខាន់បឺតសម្រាប់អីហ្នឹងនឹងមែនទាំងពីងមែនវ៉ាស្រីហ្នឹងបាទហើយបានស្រីឡុងមួយបុលសុភីមួយទៀតគូអត់ទេមកជាប់មកវគ្គហ្នឹងហើយបានចូលសេរីនេះ
សេរីមក ឡុងសុភី ឡុងសុភីឡុងសាន់បឿនហ្នឹង បាទ ឡុងសវណ្ណពៅ ឡុងសវណ្ណពៅ ហើយបានមកត្រេមកតិចទៀតនេះមានឡុងបេនលឿនឡុងសំដាងហ្នឹងហើយបានយ៉នវិស័យហើយឡុងលីហេងនេះមានកីឡាករម្នាក់ដែរដែលជាប់បញ្ញាបត្ររឹងសំណាង រឿងកំណែងតបបរិយាបត្រ បត្រឆ្នាំហ្នឹងបាទខ្ញុំអត់ដឹងណាថាកូនក្មេងហ្នឹងអត់មិនមកមិនកហាត់ក៏ជឹងដែរឲ្យហាត់ដឹងថាហាត់ទេ បាទ ហ្នឹងហាត់គឺហាត់ហ្មងមិនថាព្រឹកថាងាយហើយសាប់គឺសូមថាទៅរៀនដល់ពេលខ្ញុំអត់ដឹងទេខ្ញុំមើលក្នុង account គេជួយគេទទួលបញ្ញាបត្រពីអាដាមហ៊ុនម៉ាណីទៀតអញ្ចឹង ដូចជាខាងអីគេសាធារណៈ រដ្ឋបាលសាធារណៈបាទ រឹងសំណាងអញ្ចឹងបើថាលោកគ្រូបានសម្រួចមិនត្រឹមតែរឿងបណ្ដាលទេរឿងសិក្សាដែរមែនទេ បាទបើឡុងសាន់បឿនមុនគេ ឡុងសវណ្ណក៏បញ្ញាបត្រប ញ្ញាបត្រ ឥឡូវរឹងសំណាងក៏បញ្ញាបត្រណែខ្ញុំឃើញឡុងសវណ្ណពៅនេះគេរៀនបានខ្ពស់ដែរ បាទដែរ បាទឥឡូវបច្ចុប្បន្នគាត់នៅខាងស្វ័យរៀងគុំត្រីសូយកដី នេះនៅខាងសឹងតៃ ឥឡូវដូរទៅស្វ័យរៀងហើយតាមដឹងដូរស្វ័យរៀងហើយអត់ដែរមកលេងគ្រូជូនគ្រូ 20000 ទេ អត់ទេ ឡុងសវណ្ណពៅនេះបាទហើយអំឡុងពេលដែលលោកគ្រូប្រកួតប្រជែងឥឡូវខ្ញុំសូមបញ្ចប់ត្រឹមកន្លែងលោកគ្រូវិញតើលោកគ្រូធ្លាប់ឈ្នះខ្សែក្បាត់ពៀនអីទេ អូមកនិយាយសម័យនោះវាធ្វើពៀនធ្វើខ្សែក្បាត់ធ្វើគីឡូ54ខ្ញុំវាយជាមួយដែលញោមបរមហ្នឹងមិនបានលទ្ធផលខ្សែក្បាត់អីទេកាលនោះវាយជំរុះ បាទ មកពីឆ្នាំ90គុតឆ្នាំអីខ្ញុំអត់បានខ្សែក្បាត់ទេកាលនោះគេវាយពៀននេះពៀនវ័ន ពៀនខ្មៅ នោះបាទ អូយចង់លលេះហើយ ហ្នឹងពៀន បាទ កាលនោះមានតែសេនឹងតែឡឹក នៅលំពោតលំបាញ់ហើយ ពៀនវ័ន បាទនេះ10រូបអប្សរាអីលោកស្អាតគ្រូ នេះប៉ាលីបសើខ្មៅយើងនឹងទៀត ខ្មៅទៀតនេះយកមកអត់ទេ បាទយកមកអស់ យកមកអត់ទេគឺកូនស្រីយកមក ហ្នឹងហើយមេដៃដូចអត់មានទេកាលម៉េចនោះ បាទ បានតែពៀនហើយបានចំណាត់ណា បានចរិតបាទអញ្ចឹងក៏បានតែជាង100 ដងទេ បាទជាង100 ដងទេបាទ ទីកីឡាករខ្លះគាត់ថាទំដប់ក្នុងមួយបាន 4-500 បើនិយាយខុសសម័យគ្នាខ្ញុំសម័យមុន មរតកក្បាច់គុណខ្មែរឧបត្ថម្ភផ្ដាច់មុខដោយកៅអៀកយិនសិនយ៉ាងធា សហការឧបត្ថម្ភដោយសាប៊ូកក់សក់ Uwell ស្ករគ្រាប់សម្រក់រាង Slim Me សាប៊ូអនាម័យ Mi 18